សួស្តីបងប្អូនគ្នាហ្នឹងហើយខានជួបជាមួយខ្ញុំយូរហើយដោយសារមួយរយៈនេះរៀងរវល់អត់ដែលបានធ្វើវីដេអូដើម្បីចែករំលែកទៅដល់បងប្អូនថ្ងៃនេះដែរខ្ញុំយកមកវីដេអូមួយនាំវីដេអូមួយដែលទាក់ទងជាមួយនឹងការងារនៅលើ Excel ដោយដែលបងប្អូនបានឃើញនៅក្នុង display ហ្នឹងហើយគឺខ្ញុំមានលក្ខខណ្ឌ2នេះ condition 1 condition 2ក្នុងនោះដែរខ្ញុំគិតថាវាមានប្រយោជន៍ឬក៏ល្អដែរសម្រាប់ការងារបងប្អូនដែលបងប្អូនចង់បានលក្ខខណ្ឌបែបហ្នឹងហើយចង់ដឹងថាលក្ខខណ្ឌហ្នឹងប្រើបែបម៉េចតោះទៅតាមដានវីដេអូហ្នឹងទាំងអស់គ្នាតែមុនហ្នឹងខ្ញុំចង់ណែនាំបងប្អូនខ្លះទាក់ទងជាមួយនឹង channel បងប្អូនខ្ញុំមាន channel 3សម្រាប់បងប្អូន channel ទី1នេះគឺ channel សម្រាប់ការងារអញ្ចឹងបងប្អូនអាច join បានតាមរយៈ QR code នេះ scan បានចូលបានដើម្បីតាមដានការងារនៅក្នុងហ្នឹងមួយទៀតខ្ញុំមាន channel មួយទៀតសម្រាប់ការចែករំលែក any material នៅក្នុងហ្នឹងសម្រាប់សម្ភារៈរបស់យើងបងប្អូនអាចចូលបានតាមរយៈការ scan នេះមួយទៀតនោះគឺខ្ញុំមាន channel មួយទៀតដែលសម្រាប់ចែករំលែកចំណេះដឹងតិចតួចដែលខ្ញុំបានចេះបានដឹងហ្នឹងគឺក្នុង channel នេះទាំងជាវីដេអូទាំងឯកសារទាំង CAD ទាំង plug in ទាំងការងារផ្សេងៗគឺខ្ញុំបានតម្លាក់ចូលក្នុងនេះអញ្ចឹងបងប្អូនអាចចូលបានតាមរយៈ QR code នេះផងដែរហើយមួយទៀតនោះចង់ពឹងមួយទៀតសូមបងប្អូនទៅចុច subscribe channel YouTube ខ្ញុំមួយផងគឺជឿនតាមម្ដងនេះបាទគឺមានអ្នក subscribe រហូតដល់3000ជាង3300នាក់ហើយអញ្ចឹងអរគុណបងប្អូនទុកជាមុនសម្រាប់ការគ្រប់គ្រងអញ្ចឹងតោះត្រឡប់ទៅមើលការងាររបស់យើងវិញក្នុងនេះដែរខ្ញុំចែកការងារខ្សែសម្រាប់ប្រើប្រាស់នៅក្នុងអគារហើយក្នុងនោះដែរដោយសារខ្ញុំធម្មតាខ្សែភ្លើងយើងបើតាម standard មែនតើទៅគេមានបែងចែក color វាមាន IEC ថ្មី IEC ចាស់ហើយក្នុងនោះដែរវាមានកូដមួយគឺយើងខ្សែ pha ទាំង3របស់យើងគឺមានក្រហមលឿងខៀវហើយក្នុងនោះដែរវាមាន load វាអីចឹងទៅអានេះខ្ញុំអត់ detail ពេកទេខ្ញុំគ្រាន់តែ copy ជាឧទាហរណ៍មកឲ្យបងប្អូនមើលទេអញ្ចឹងមានន័យថាឧទាហរណ៍ថា line ទី1សម្រាប់ exit line circuit ទី1សម្រាប់ exit line ខ្ញុំរាប់នៅក្នុងបរិមាណរបស់ខ្ញុំនៅក្នុង CAD របស់ខ្ញុំឃើញ15ម៉ែត្រអីចឹងទៅណានេះខ្ញុំដាក់ថាបរិមាណសម្រាប់ order ຂະຫນາດវាជាម៉ែត្រណាខ្ញុំអាចដាក់អញ្ចឹងបានខ្ញុំអាចដាក់អញ្ចឹងបានមានន័យថាខ្ញុំរាប់ហើយខ្ញុំដាក់វាបែបហ្នឹងហើយបន្តមកទៀតលក្ខខណ្ឌដែលខ្ញុំចង់បានមិនឧទាហរណ៍ថាឥឡូវអានេះខ្ញុំមានតាម pha 1 pha 2 pha 3អញ្ចឹងទៅឥឡូវខ្ញុំដាក់ P1 P2 P3 ហើយខ្ញុំដាក់អញ្ចឹងទៅ phase 1 phase 2 phase 3អញ្ចឹងទៅប៉ុន្តែនេះខ្ញុំអត់ចង់ប្របែកវាតាម phase 1 phase 2 phase 3ទេខ្ញុំរាប់មកខ្ញុំដាក់តែមួយ column អញ្ចឹងហើយខ្ញុំគិតថាខ្ញុំនឹងវាប្របែកវាតាមក្រោយដើម្បីអីដើម្បីថាចង់ដឹងថាក្រហមនេះក្នុង pha 1នេះមានប្រមាណម៉ែត្រ pha 2នេះមានប្រមាណម៉ែត្រ pha 3នេះមានប្រមាណម៉ែត្រអីចឹងអាហ្នឹងក្នុងលក្ខខណ្ឌទី1អញ្ចឹងខ្ញុំរាប់បរិមាណនៅក្នុង CAD របស់ខ្ញុំមកខ្ញុំដាក់ data នៅក្នុងហ្នឹងទាំងអស់អញ្ចឹងឥឡូវខ្ញុំឧទាហរណ៍ថា column នេះជា column total ចុះខ្ញុំដាក់ថា total នេះជាបរិមាណចុងក្រោយចុះ total ឥឡូវឧទាហរណ៍ទៅខ្ញុំចង់ដាក់លក្ខខណ្ឌមិនខ្ញុំចង់ដាក់លក្ខខណ្ឌថាបើសិនជាតម្លៃនេះខ្ញុំចង់ឲ្យយកតម្លៃនេះឆែកជាមួយអាតម្លៃ3នេះមានន័យថានេះខ្ញុំយកទាំង3ហ្នឹងមកដាក់ក្នុង line តែមួយប៉ុន្តែយើងត្រូវបែងចែកក្នុង line ទាំង3អញ្ចឹងបែងចែកយ៉ាងម៉េចឥឡូវខ្ញុំដាក់លក្ខខណ្ឌឃើញទេខ្ញុំដាក់លក្ខខណ្ឌថាបើសិនជា column នេះវាមានអក្សរណាមួយមានលេខណាមួយសូមឲ្យអា column នេះស្មើនឹងអានេះណាយល់ទេចឹងមានន័យថាឲ្យតែក្នុងនេះមានតម្លៃលេខចឹងអានេះអា column នេះក៏វាមានតម្លៃលេខដែរតម្លៃលេខវាគឺស្មើជាមួយនឹងតម្លៃ L ឃើញទេចឹងមានន័យថាបើសិនជា B នេះអា B នេះ B ខាងនេះហើយនៅ column ទី row ទី6នេះ column B row ទី6នេះមានលេខវានឹងចេញលេខស្មើនឹងតម្លៃ L ឥឡូវឧទាហរណ៍ថាខ្ញុំអានេះអត់ទាន់មានតម្លៃតែខ្ញុំដាក់លក្ខខណ្ឌហើយខ្ញុំសាកដាក់លេខ1ជាមួយមើលវាស្មើមែនវាច្បាស់ណាស់វាប្រកាសជាស្មើ15ព្រោះអីក្នុងហ្នឹងវាមានតម្លៃលេខឃើញទេអញ្ចឹងមានន័យថានេះជា load តាម pha នីមួយៗអានេះខ្ញុំដាក់លក្ខខណ្ឌវាតាមក្រោយអញ្ចឹងខ្ញុំចង់ដឹងថាចាំមើលអា pha ក្រហមនេះតាមនេះមានសម្រាប់ emergency line មាន socket មានអីនេះមានប្រមាណម៉ែត្រឥឡូវនេះខ្ញុំដាក់ថា 2.5 all ទៅមកបាក់គិតថាមាន 2.5 ផង4ផងឥឡូវខ្ញុំដាក់ 2.5 ទាំងអស់យើងប្រើប្រភេទខ្សែ XLPE PVC 2.5 3ខហ្នឹង
Từ tóm mới nhom chọn đăng này nhom o này cho mà khổ vậy nhom chọn đăng tham mà bắn đăng bị pra o mà đã lấy chết thom nám chết smart sam dương bột thom nám chẳng dừng ai đăng này thay này không là nhưng pra o mà chẳng toàn đấy để cho nó đưa cái này nhóm đã lại khăn đưa cái này nhóm đã tha bảo sân chia column C nè miền lây na mui số mà ở Việt Nam đang đầm lầy đấy chắc nhóm bạn đã là khăn nói bông bồn mưa ca đã là khăn đấy các bạn đang dương phải là khăn F bảo sân chia C ní vì miền đầm lầy na mui đã sinh nhà bạn đang máu thôi cái đó bị đó biển mui Smart đang đầm lầy ở bờ mui ok chắc dương scroll về sau mà cái đó làm lại nhầm đó anh ấy đôi khi nhóm đại là khăn đôi khi mà sân chia column đi nên miền đồng lại na mũi sâu mà vì smart column chắc nhóm ở cho mà khám chẳng như ai son một bàn này này thế nhé chẳng như ai son một bàn thà pha đại dương lột đại dương pra xia kvi miềnประมาณ10 20 xia kviហ្នឹងយើងប្រើខ្សែប្រភេទ XLPE ពណ៌ក្រហមនេះអស់140ម៉ែត្រក្រហមនេះអស់140ម៉ែត្រពណ៌លឿងនេះអស់170ម៉ែត្រពណ៌ខៀវនេះអស់132ម៉ែត្រអានេះគឺជាលក្ខខណ្ឌទី1ក្នុងការការងារហើយលក្ខខណ្ឌមួយទៀតឧទាហរណ៍ថាខ្ញុំចង់ឲ្យតម្លៃនេះវា depend on អានេះវាអាស្រ័យលើអានេះមានន័យថាបើសិនជាអានេះមានតម្លៃអានេះវាស្មើគ្នាប៉ុន្តែបើសិនជាអានេះអត់តម្លៃអានេះអត់មានចេញលេខ0លេខអីធម្មតាបើសិនជាយើងចុចស្មើធម្មតាពេលអានេះអត់តម្លៃវាចេញ0ឥឡូវឧទាហរណ៍ខ្ញុំយកថា column P ស្មើ column L ឥឡូវខ្ញុំចុច P ស្មើ L អញ្ចឹងដល់ពេលចុច enter ស្មើ29អានេះមានលេខ29ឥឡូវឧទាហរណ៍ថាខ្ញុំអស់អានឹងចូលមកក្រោមណាខ្ញុំអស់មកក្រោមតែ4 5មកបានឥឡូវខ្ញុំចង់ដកអានេះចេញខ្ញុំឲ្យវាចេញមិនវាចេញ0ប៉ុន្តែខ្ញុំអត់ចង់បានចេញ0អញ្ចឹងទេខ្ញុំចង់ឲ្យវាថាបើសិនជាអានឹងអត់អានេះអត់ចេញដែរមានន័យថាបើអានេះ column នេះអត់អានេះវាអត់ចេញដែរមិនបាច់ចេញ0ចេញអីចង់ឲ្យវាចេញចាអញ្ចឹងយើងដាក់លក្ខខណ្ឌបែបម៉េចលក្ខខណ្ឌបែបនេះមានន័យថាបើសិនជាអានេះជប់តម្លៃ L បើសិនជាអានេះស្មើ0បើសិនជាអានេះវាអត់មានអីសោះឲ្យវាស្មើអានឹងមកអញ្ចឹងមានន័យថាបើអត់មានអីសោះលេខបើវាអត់មានលេខអានេះអត់លេខអានេះមានលេខអានេះមានលេខយល់ទេអញ្ចឹងមានន័យថាបើសិន L មានលេខ P មានលេខអញ្ចឹងហើយខ្ញុំអស់អានឹងចុះមកដល់ក្រោមមកអានឹងលក្ខខណ្ឌទី2បងប្អូនឥឡូវឧទាហរណ៍ថាខ្ញុំដកលេខណាមួយនៅក្នុងតម្លៃនឹងជាមួយវាចេញ0ដូចមុនអត់ឥឡូវខ្ញុំដក29អូខេអានេះវាចេញ0ទេខ្ញុំដក39អានេះអត់ចេញអូខេគឺលក្ខខណ្ឌទី2គឺខ្ញុំចង់ឲ្យបងប្អូនធ្វើបែបហ្នឹងហើយបើសិនជាពេលខ្លះការងារបងប្អូនវាអត់ទាន់ចំនឹងលក្ខខណ្ឌដែលយើងចង់បានបែបហ្នឹងបងប្អូនគាត់ថាវាប្រហែលជាអត់មានប្រយោជន៍អីអញ្ចឹងប៉ុន្តែបើសិនជាបងប្អូនប្រើការងារណាមួយទៅដែលបងប្អូនចង់បានលក្ខខណ្ឌបែបហ្នឹងបងប្អូននឹងដឹងថាអូវីដេអូហ្នឹងពិតជាមានប្រយោជន៍មែនទែនអញ្ចឹងវីដេអូហ្នឹងគឺចង់ណែនាំបងប្អូនមកប៉ុណ្្នឹងដែរអរគុណសម្រាប់ការទស្សនាពីដើមដល់ចប់ជួបគ្នានៅវីដេអូក្រោយហើយកុំភ្លេចជួយចុច Subscribe ផងណាជាមួយនឹង Channel YouTube ជឿនដាប់អរគុណច្រើនបាយបាយ